បាទជំរាបសួរនៅក្នុងវីដេអូនេះគឺយើងនឹងនិយាយអំពី future sampler future sampler គឺជាកាលអនាគតមួយបែបបាទដែលពីមុនមកយើងបានរៀនអំពី future approach ឥឡូវយើងនិយាយអំពី future sampler ការប្រើប្រាស់គឺអនាគតដូចគ្នាប៉ុន្តែវាមានចំណុចខុសគ្នាខ្លះៗទាំងការប្រើប្រាស់ទាំងទម្រង់របស់វាដូច្នេះយើងបន្តពិនិត្យមើលទាំងអស់គ្នាបាទអញ្ចឹងយើងពិនិត្យមើល future sampler ទី1យើងត្រូវចេះបំបែកកិរិយាសព្ទរបស់វាបាទអញ្ចឹងនៅក្នុងទម្រង់ future sampler ការបំបែកកិរិយាសព្ទគឺយើងត្រូវតែយក infinitive មានន័យថាកិរិយាសព្ទដែលមិនទាន់បានបំបែកហ្នឹងបាទបូកជាមួយនឹងបាទកន្ទុយរបស់វាតែម្ដងបាទហើយកន្ទុយរបស់វាហ្នឹងបើសិនយើងមើលមួយផ្លែទៅដូចកិរិយាសព្ទ avoir ដែលយើងបំបែកនៅក្នុងកាលបច្ចុប្បន្នអញ្ចឹងបាទអញ្ចឹងហើយបានគេដាក់ថា infinity plus avoir au présent អូខេឧទាហរណ៍ថាកិរិយាសព្ទ avoir គឺទៅពេលយើងបំបែកគឺបើសិនជា je គឺ j'ai tu as អូខេ il a nous avons vous avez ils ont elles ont បាទអញ្ចឹងបើសិនយើងពិនិត្យមើលកន្ទុយគឺ AI AS AONS EZ ONT បាទជាឃើញអញ្ចឹងណាអូខេខ្ញុំលើកឧទាហរណ៍មួយកិច្ចសព្ទ parler គឺកិច្ចសព្ទដែលបញ្ចប់ដោយ er ខាងចុងដូច្នេះនៅតាម Google ឬក៏រូបមន្តគេនិយាយថាយក parler ហ្នឹងបូកជាមួយនឹងកន្ទុយទៅបូកជាមួយនឹង AI បាទ AS AONS EZ ONT ចឹងមកអញ្ចឹងវាទៅជាបាទកិច្ចសព្ទ parler ដែលបំបែកនៅក្នុងកាល future sampler សូមឧទាហរណ៍ថាអូខេឧទាហរណ៍ថា parler je parlerai tu parleras il parlera nous parlerons vous parlerez ils parleront បាទប៉ុន្តែកិច្ចសព្ទមួយចំនួនទៀតដែលមិនបញ្ចប់ដោយ er ខាងចុងគឺមានការប្រែប្រួលយើងមិនអាចយកតែ infinitive វាហើយបូកជាមួយកន្ទុយរបស់future ឬក៏យើងហៅថា avoir នឹងបានទេសូមពិនិត្យមើលឧទាហរណ៍ថាdire កិច្ចសព្ទ dire មិនមែនបញ្ចប់ដោយ er ខាងចុងទេគឺបញ្ចប់ដោយបាទ ខាងចុងដូច្នេះដើម្បីឲ្យវាទៅជា future គឺយើងលុប ខាងចុងនឹងចេញទៅហើយចាំបូកជាមួយនឹងកន្ទុយបាទរបស់ future ឬក៏យើងហៅថា avoir ហ្នឹងក៏បានដែរអញ្ចឹងទៅជា dire je dirai tu diras il dira nous dirons vous direz ils diront បាទគឺយើងធ្វើអញ្ចឹងចឹងនេះគឺជារូបមន្តនៅក្នុងការបំបែកបាទកិច្ចសព្ទទាំង3ក្រុមទាំងក្រុមទី1ទាំងក្រុមទី2ទាំងក្រុមទី3នៅក្នុងទម្រង់ future បាទអញ្ចឹងបើសិនជា prendre អញ្ចឹងទៅជាអូខេខាងចុងដែរទៅជា je prendrai tu prendras il prendra nous prendrons vous prendrez il elle ពួកយើង prendront បាទដូចគ្នាទាំងអស់ណា